បាទជំរាបសួរនិងសួស្តីបងប្អូនអរគ្នាស្វាគមន៍ចូលមកកាន់ Channel Innovatech នៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងការដែលយើងទៅបង្កើតក៏ដូចជាទទួលបាននៅក្នុងការ free ប្រើប្រាស់រយៈពេល30ថ្ងៃជាមួយនឹង Gemini បាទ Business ឬក៏ហៅថា Gemini បាទ Interface ដែល focus ទៅលើការបង្កើតជាមួយនឹងបាទ poster banner thumbnail និង focus ទៅលើការបង្កើតជាមួយនឹងវីដេអូបាទ unlimit ឬក៏ហៅថា generate video unlimit ជាមួយនឹង AI មួយនេះផងដែរអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងប្រើប្រាស់ទូរស័ព្ទដៃបាទមក iPhone ដើម្បីធ្វើការងារបង្កើតឲ្យបងប្អូនបាទដោយសារតែបងប្អូនខ្លះគាត់មានកុំព្យូទ័របងប្អូនខ្លះគាត់ប្រើទៅលើ Android ខ្លះគាត់ប្រើទៅលើ iPhone អញ្ចឹងនៅក្នុងមេរៀនរបស់ខ្ញុំក៏ដូចជា channel របស់ខ្ញុំគឺខ្ញុំ focus ទៅលើទាំង3 device ហ្នឹងបងប្អូនអរគ្នាបាទមាន Android មាន iOS និង PC អញ្ចឹងបងប្អូនបាទកុំរងចាំយូរយើងចូលទៅក្នុង browser ដូចខ្ញុំបែបនេះមកបន្តមកទៀតគឺបងប្អូនទាំងអស់គ្នាបាទ select មើលខាងក្រោមនេះបងប្អូនអរគ្នាបាទឃើញលេខ1អីអញ្ចឹងយើងចុចបូកមួយទៀតបងប្អូនចុចសញ្ញាបូកនេះមកបាទដើម្បីយើងបាន2បាទបាន2នេះគឺយើងត្រូវទៅវាយឬក៏យើងត្រូវតែ research ជាដំបូងគឺបងប្អូន research មួយទៅបាទខ្ញុំ recommend ឲ្យបងប្អូនមិនប្រើ email របស់យើងទេដោយសារតែយើង free មួយខែឬក៏យើងធ្វើដោយមិនចាំបាច់ចំណាយលុយណាតែបើសិនជាបងប្អូនដែលជាអ្នកចង់ផុតនៅក្នុងការវា free ឲ្យហើយយើងត្រូវការបង់លុយអាហ្នឹងខ្ញុំណែនាំបងប្អូនអរគ្នាប្រើជាមួយនឹង Gmail ផ្ទាល់ខ្លួនបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើសម្រាប់ free ទេដោយសារតែខ្ញុំអត់មានលុយឬក៏បងប្អូនណាដែលអត់មានលុយអត់មានបាទហេតុវត្ថុនៅក្នុងការដែលយើងចាប់ផ្ដើមនៅក្នុងការធ្វើជាមួយនឹង AI អញ្ចឹងខ្ញុំនឹងប្រើរបស់ free ឲ្យបងប្អូនអញ្ចឹងរបស់ free នេះគឺបងប្អូនត្រូវតែ search ពាក្យមួយដែលមានឈ្មោះថាបាទ mail.tm ហើយបងប្អូនចុចពាក្យថា go ឬក៏ research មកបាទបន្ទាប់មកគឺវាចេញទម្រង់បែបនេះឲ្យយើងហើយនេះបងប្អូនបាទអញ្ចឹងនៅក្នុងនេះគឺយើងទទួលបានបែបនេះហើយបងប្អូនឥឡូវវាលោតពាណិជ្ជកម្មមកសិនខ្ញុំសូមខ្វែងពាណិជ្ជកម្មចោលសិនបាទបន្តមកទៀតគឺបងប្អូនបាទយើងចុចសញ្ញាត្រេក3ខាងលើនេះបងប្អូនឬក៏ចុចកន្លែងនេះឃើញទេនេះបាទចុចលើនឹងមកបាទអញ្ចឹងយើង copy ជាមួយនឹង email មួយហ្នឹងហើយដោយសារយើងប្រើប្រាស់ទូរស័ព្ទដៃគឺវាចេញទម្រង់បែបនេះឲ្យអញ្ចឹងយើង copy វាទុកសិនមកហើយយើងមិនទាន់អាចធ្វើអីវាបងប្អូនអរគ្នាបាទយើងត្រូវទៅ search បងប្អូនបាទ search យើងចូលអានេះអាលេខ2នេះមកបាទហើយយើងចុចចូលមកក្នុងtab ថ្មីរបស់យើងមួយទៀតយើង search វាថាបាទយើងដាក់ថា Gemini បាទ Interface នេះបងប្អូនខាងលើនេះឬក៏ទៅសេថាបាទ Gemini Business ក៏បានដែរនៅពេលណាដែលយើងទៅសេ Gemini Interface នេះគឺវាចេញទម្រង់បែបនេះឲ្យបងប្អូនអរគ្នានេះឃើញទេបើសិនជាវាចេញទម្រង់បែបនេះឲ្យគឺវាមិនមែនជា Gemini នៅក្នុង Google Cloud ហ្នឹងទេកុំឲ្យបងប្អូនច្រឡំឬក៏មានការភ័ន្តច្រឡំខ្ញុំនឹងបាទអូចូលមកក្រោមនេះទៀតបាទដើម្បីរកពាក្យថា Gemini Business បាទនេះខាងក្រោមនេះគឺជា Gemini បាទ Business បងប្អូនបើសិនជាបងប្អូនរត់ឃើញទេចាំខ្ញុំនឹងដាក់ link ជូនបងប្អូនទាំងអស់គ្នានៅក្នុង channel Telegram របស់ខ្ញុំបងប្អូនទាំងអស់គ្នាគ្រាន់តែចុចបាទចូលទៅក្នុង channel Telegram របស់ខ្ញុំទៅគឺនឹងមានហើយបងប្អូនណាបាទឬក៏បងប្អូនចូលទៅក្នុង website របស់ខ្ញុំក៏បានដែរអញ្ចឹងនៅពេលដែលបងប្អូនឃើញពាក្យថា Gemini Business Google Gemini នេះហើយបងប្អូន select លើនឹងមួយមកបាទអូខេបន្តមកគឺវាចេញទម្រង់បែបនេះឲ្យហើយបងប្អូនបាទខ្ញុំសូមបាទព្រីកវារៀងធំតិចបន្តមកគឺយើង pass email ដែលយើងបាន copy មិញហ្នឹងបងប្អូនអរនេះបាទនេះវាចេញទម្រង់បែបនេះឲ្យហើយបន្តបងប្អូនចុចពាក្យថា continue បាទអូខេបន្ទាប់ពីយើងចុចពាក្យថា continue ហើយគឺវាឲ្យយើងបាទបញ្ចូលជាមួយនឹងលេខកូដ6ខ្ទង់អញ្ចឹងបងប្អូនទាំងអស់គ្នាវា load ឲ្យយើងហើយឲ្យយើងទៅ check មើលនៅក្នុង email មួយនេះគឺ6ខ្ទង់អញ្ចឹងបងប្អូនចូលមកកន្លែងលេខ2វិញនេះមកបាទហើយបងប្អូនចូលមកក្នុងអា tab ទី1របស់យើងនេះបាទហើយយើងដោយសារវា load ពាណិជ្ជកម្មអញ្ចឹងយើងចុច close វាចោលទៅបាទបន្តមកទៀតគឺវានឹង load ឲ្យយើងហើយបងប្អូនទាំងអស់គ្នាបាទយើងត្រង់មើលបើវា load អត់ទេយើង refresh វាមួយមកបងប្អូនបាទចុច refresh វាមួយសិនដើម្បីយើងឲ្យវាដំណើរការវិញបាទនេះអញ្ចឹងពេលដែលយើង refresh វាបងប្អូនគ្រាន់តែ select លើកន្លែង research នេះមកហើយយើងចុចពាក្យ
បាទ research មកទៀតនោះគឺវា refresh ឲ្យយើងបែបនេះឲ្យហើយអញ្ចឹងពេលដែលយើង refresh រួចហើយនេះគឺជាលេខកូដដែលវាបានផ្ញើឲ្យយើងបាទអញ្ចឹងបងប្អូនគាត់នៅ select លើនឹងមួយមកបាទហើយយើងអូសចុះមកក្រោមតិចមកនេះបាទលេខកូដ6ខ្ទង់អញ្ចឹងយើងសង្កត់វាជាប់យើង copy លើវាហើយចុចពាក្យថា copy បន្ទាប់មកគឺបងប្អូន select រកអាលេខ2នេះវិញចូលទៅក្នុងបាទ tab ទី2របស់យើងពេលដែលបងប្អូនចូលនៅក្នុង tab ទី2ហើយបងប្អូន select វាចង្កត់វាចុចនៅលើបំពង់ហ្នឹងបន្ទាប់មកវាលោតពាក្យថា pass អញ្ចឹងយើងចុចលើពាក្យថា pass ហ្នឹងមកគឺវារត់ឲ្យយើងពេញលេញហើយនៅពេលដែលវារត់ពេញលេញឲ្យបងប្អូនអរគ្នាចុចពាក្យថា verify ហើយយើងរងចាំវាបន្តិចទៅបាទអូខេនេះគឺយើងទទួលបានជាមួយនឹង Gemini interface គឺបាទឬក៏ហៅថា Gemini business បាទរយៈពេល30ថ្ងៃនៅក្នុងការដែលយើងបង្កើតវីដេអូ unlimit ក៏ដូចជាការបង្កើតជាមួយនឹង poster banner ឬក៏ thumbnail YouTube Facebook បាទពិតជាលឿនមែនទែនហើយស្អាតទៀតបាទព្រោះខ្ញុំបានសាកល្បងជាមួយនឹងការបង្កើតជាមួយវាគឺស្អាតអញ្ចឹងកន្លែងនេះគឺវាទាមទារឲ្យយើងដាក់ full name ហើយអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតថាបើសិនជាបងប្អូនគ្រាន់តែប្រើជាលក្ខណៈ free ទេមិនខ្វល់មួយវាទេដាក់ឈ្មោះអីក៏បានដែរតែបើសិនជាបងប្អូនប្រើជាមួយនឹង email ហើយនៅពេលណាដែលវាផុតនៅក្នុងការ free គឺយើងត្រូវការបង់លុយហើយអញ្ចឹងនៅក្នុងមួយខែបង់ប៉ុន្មានអញ្ចឹងបងប្អូនកន្លែងនេះត្រូវដាក់ឈ្មោះពិតប្រាកដបាទហើយនៅក្នុងនេះដូចជាក្នុងមួយខែ20ជាងដុល្លារដូចជា21ទៅ25ដុល្លារនៅក្នុងមួយខែណាជាមួយនឹងការបាទបង់ឲ្យវាជាប្រចាំខែអញ្ចឹងនេះគឺជាការប្រើប្រាស់ free ពេលដែលការប្រើប្រាស់ free មួយនេះវាមិនចាំបាច់ដាក់ឈ្មោះដល់ពិតប្រាកដទេបងប្អូនបាទដាក់កន្លែងនេះដាក់ថាមិនក៏បានដែរបាទខ្ញុំដាក់ថាខ្ញុំវាអក្សរកាត់របស់ខ្ញុំបាទ NVT អូខេបន្តមកទៀតគឺយើងចុចសញ្ញា tick កន្លែងនេះមួយមកបាទបន្តមកទៀតគឺយើងចុចខាងក្រោមនេះដើម្បីបញ្ចប់បាទចុច line start ហ្នឹងមកហើយយើងរងចាំវានឹងធ្វើការងារបង្កើត account ឬក៏បាទឲ្យយើងចូលទៅប្រើប្រាស់ជាមួយនឹង account នេះផ្ទាល់តែម្ដងអញ្ចឹងយើងរងចាំវាបន្តិចទៅបងប្អូនអរនេះបាទនេះវាទៅបងប្អូនអរនេះអូខេដោយសារតែទូរស័ព្ទរបស់ខ្ញុំវារៀង slow អញ្ចឹងពេលដែលវាចេញទម្រង់បែបនេះឲ្យបងប្អូនបាទយើងចុចបាទ connect នេះមកបាទបន្តមកទៀតគឺយើងមិនធ្វើអីទេយើងចុចពាក្យ connect រួចហើយយើងបាទចុចសញ្ញាខ្វាយនេះចោលសិនទៅបាទអញ្ចឹងនៅក្នុងនេះគឺវាមានអត្ថប្រយោជន៍ជាច្រើនបាទអញ្ចឹងមុននឹងយើងចូលទៅក្នុងការដែលធ្វើតេស្តឬក៏បាទតេស្តជាមួយនឹងការបង្កើតជា VO3 បាទឬក៏ហៅថា generate video ហ្នឹងឬក៏យើងបង្កើតជាមួយនឹង banner poster ឬក៏ thumbnail ផ្សេងៗហ្នឹងបាទបងប្អូនរងចាំតិចទៅខ្ញុំនឹងបាទបើកវងកញ្ចក់នឹងលម្អិតជូនបន្តិចនៅក្នុងបាទនៅក្នុង Google Gemini Business នេះវាគឺជាបាទ account មួយសម្រាប់ឲ្យពួកយើងជាអ្នក team បាទមានជា team ឬក៏យើងធ្វើតែឯងដើម្បីបាទរៀបចំនៅក្នុងការធ្វើជា banner បាទបង្កើតជាមួយនឹងវីដេអូគឺរយៈពេល30ថ្ងៃនៅខាងលើនេះអញ្ចឹងផុតពីរយៈពេល30ថ្ងៃគឺវានឹងគិតលុយឲ្យយើងហើយអញ្ចឹងបាទហើយនៅក្នុងនេះគឺអត់មិនតន់បំពេញជាមួយនឹង Visa card វាអីទេបាទដោយសារតែយើងប្រើរបស់ free ទេអញ្ចឹងយើងប្រើវាអស់ចិត្តឬក៏យើងតេស្តឬក៏យើងសាកល្បងវាអស់សារតើមួយខែហ្នឹងវាមានអត្ថប្រយោជន៍អីខ្លះបាទសម្រាប់ team របស់យើងសម្រាប់ក្រុមការងាររបស់យើងសម្រាប់យើងម្នាក់ឯងដែលវាជួយយើងបានខ្លះបើសិនជាវាទាមទារយើងបង់លុយរយៈពេលមួយខែនេះយើងពេញចិត្តយើងបង់ហើយយើងរៀបចំទៅតាមអ្វីដែលវាទាមទារទៅអញ្ចឹងនៅក្នុងនេះគឺជារបស់ free ទេអញ្ចឹងបាទយើងត្រឡប់មកលើការងាររបស់យើងវិញបងប្អូនអរគ្នាបាទនៅក្នុងនេះគឺបងប្អូនបាទខ្ញុំសូមបន្ថែមតិចបើសិនជាយើងចង់ដឹងថានៅក្នុងមួយខែបង់ប្រហែលបងប្អូនចុចកន្លែងនេះបាទចុចលើនឹងមកវានឹងលោតឲ្យយើងផ្ទាំងមួយទៀតបាទនេះវាលោតយឺតមែនតើបាទដោយសារតែអូខេនេះលោតមកខាងនេះនេះឃើញទេដោយសារតែទូរស័ព្ទយើងអេក្រង់ទូចណាអញ្ចឹងយើងថ្នមវាតិចទៅបងប្អូនបាទអត់ឲ្យទេបើវាអត់ឲ្យដោយសារអេក្រង់របស់យើងអញ្ចឹងយើងចុចពីតែ setting ក៏បានដែរបងប្អូនបាទអូខេបន្តមកទៀតគឺយើងរើសបាទនេះខាងក្រោមនេះខាងលើនេះបងប្អូនបាទយើងដើម្បីចូលទៅពិនិត្យវាណាហ្នឹងហើយយើងចូលទៅឆែកវាអីផ្សេងទៅបាទបើសិនជាយើងថាខ្ជិលរញ៉េរញ៉ៃច្រើនយើងមិនទៅមើលវាក៏បានដែរប៉ុន្តែនៅក្នុងនេះបើតាមនៃខ្ញុំបាទធ្លាប់មើលគឺប្រហែលជាមួយខែដូចជា$21បាទ
một khái $21បងប្អូនបាទបងប្អូនណាដែលចុចបានបងប្អូនចុចទៅបាទដោយសារតែខ្ញុំធ្វើវីដេអូខ្ញុំអត់ចង់ឲ្យយូរទេបាទអញ្ចឹងបងប្អូនអរគ្នាយើងបាទមកធ្វើតេស្តកន្លែងបង្កើតជាមួយនឹងវីដេអូក៏ដូចជាបង្កើតជាមួយនឹងបាទ banner ឬក៏ poster ផ្សេងៗបងប្អូនបាទនៅខាងក្រោមនេះបាទដែលមានសញ្ញាទុយពីរនេះនៅបន្លោះបន្ទាប់ពីសញ្ញា add នេះសញ្ញាបូកនេះបន្ទាប់មកគឺវាតែម្ដងអញ្ចឹងបងប្អូនអរគ្នា select លើនឹងមកបាទវានឹង load ឲ្យយើងហើយបាទនេះវាមាន2បាទដែលយើងបដោតខ្លាំងទី1គឺ create image pro ទី2ខាងលើនេះគឺ generate a video អញ្ចឹងគឺវាពិតជាពិសេសសម្រាប់បងប្អូនដែលជាអ្នកផលិតនៅ video content បាទជា short ខ្លីៗអញ្ចឹងបងប្អូនអាចបង្កើតវីដេអូនេះបានរយៈពេល1ខែនេះគឺយើងបង្កើតដោយមិនកំណត់ចំនួននៃវីដេអូទេបាទអញ្ចឹងបងប្អូនដាក់ព្រំបញ្ចូលមកបាទហើយមួយទៀតនៅពេលដែលបងប្អូនបង្កើតរួចបងប្អូនចង់បដូរវានៅក្នុងការបង្កើតទៅលើ banner បាទសម្រាប់ YouTube Facebook ឬក៏សម្រាប់បាទប្រព័ន្ធ social media ផ្សេងៗដែលគេឲ្យយើងតម្រូវដាក់thumbnailអញ្ចឹងបងប្អូនទាំងអស់គ្នាគាត់ទៅសេជាព្រំហើយផ្ញើទៅឲ្យវាគឺវានឹងបង្កើតឲ្យយើងបានស្អាតមែនតើឥឡូវបងប្អូនចង់ដូរមកក្នុងការបង្កើតរូបភាពបងប្អូនចុចកន្លែងនឹងវិញមកបាទបន្តមកទៀតបងប្អូនចុចកន្លែងនឹងមួយទៀតហើយបងប្អូនទាំងអស់គ្នាយកពាក្យថា create បាទនេះដែលមានរូបចេកនេះ create image នេះបាទហើយយើងនឹងរៀបចំទៅអញ្ចឹងបើសិនជាបងប្អូនចង់បង្កើត thumbnail ចង់បង្កើតអីគឺបងប្អូនទៅសេកន្លែងណាមួយឲ្យពិតប្រាកដហើយគឺយើងផាសវានៅកន្លែងនេះហើយយើងចុចពាក្យកន្លែងនេះទៅគឺវានឹង generate ឲ្យយើងហើយបាទជាក់ស្ដែងគឺខ្ញុំបានបាទធ្វើតេស្តច្រើនដែរបងប្អូនអរគ្នាបាទនេះអ្វីដែលខ្ញុំធ្វើជាមួយវាណាបងប្អូនបាទនេះអានេះខ្ញុំអត់យកទៅកែទេខ្ញុំអត់កែថែមទេគឺខ្ញុំយកចេញពីវាសុទ្ធតែម្ដងអត់តានកែអីទេបាទដោយសារនៅក្នុងនេះគឺវាអក្សរខ្មែរខ្លះវាប្រើព្យញ្ជនៈច្រើនពេកវាធ្វើឲ្យវាអត់ស្គាល់ទេអញ្ចឹងបើសិនជាយើងប្រើព្យញ្ជនៈអត់ប្រើព្យញ្ជនតម្រួតទេមានន័យថាអក្សរខ្មែរដែលវាចាប់យកទៅគឺវាស្អាតហើយវាអែមទៀតឥឡូវខ្ញុំសូមឲ្យមើលកន្លែងនេះមួយចោះខ្ញុំឲ្យមើលខាងលើនេះហ្នឹងហើយនេះអូនេះជាអង់គ្លេសបាទខាងក្រោមនេះមួយទៀតបាទនេះបងប្អូនអរគ្នានេះអញ្ចឹងអាខាងក្រោមនេះគឺខ្ញុំ design ខ្លួនឯងមិនតិចបងប្អូនបាទអាខាងក្រោមនេះតែជីមីណៃដែលបាទ business ចេមីណៃហ្នឹងគឺវាបានបង្កើតឲ្យខ្ញុំបានត្រឹមតែរូបនេះមួយហើយនឹងអក្សរនឹង design បែបនេះទេហើយខាងក្រោមនេះគឺខ្ញុំបន្ថែមខ្លួនឯងបន្តិចតែប៉ុណ្ណោះអញ្ចឹងអ្វីដែលទទួលបានគឺខ្ញុំគិតថា wow ពិតជាបាទវាមើលទៅប្រហែលជាវាអែមមែនតើវាធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងការដែលយើងប្រើជាមួយវាតែបើសម្រាប់បងប្អូនដែលជាអ្នករកស៊ីអីផ្សេងបាទមួយខែ$20ឬក៏$25អត់ថ្លៃទេបងប្អូនបាទព្រោះនៅក្នុងបាទរយៈពេលតែបាទយ៉ាងយូរបាទ5នាទីឬក៏10នាទីយ៉ាងយូរគឺយើងទទួលបានរូបភាពមួយដោយស្អាតបាទឬក៏យើងគាត់តែ generate ហើយយើងយកមកកែថែមតិចតួចនៅក្នុង Photoshop ឬក៏បងប្អូនទៅសេ template ឲ្យច្បាស់លាស់ជាមួយវាគឺវានឹងចេញអ្វីដែលយើងចង់បានឲ្យយើងគឺស្អាតបែបហ្នឹងតែម្ដងអញ្ចឹងបាទយើងត្រឡប់ទៅលើការងាររបស់យើងវិញបាទអញ្ចឹងវីដេអូមួយនេះក៏ដល់ទីបញ្ចប់បងប្អូនអរគ្នាបាទសម្រាប់ការប្រើប្រាស់ free ជាមួយនឹងបាទbusiness Gemini ឬក៏ Gemini business អញ្ចឹងនៅក្នុងវីដេអូនេះគឺដល់ទីបញ្ចប់បាទហើយបងប្អូនដែលជាអ្នកថ្មីកុំភ្លេចជួយ share វីដេអូនេះនិងចុច like ចុច share ឬក៏បាទចុច subscriber តាមដានជាមួយនឹងវីដេអូថ្មីនៅក្នុង channel ឬក៏នៅក្នុងបណ្ដាញសង្គមរបស់ខ្ញុំផ្សេងដែលខ្ញុំមាន account សង់តែគ្រប់បណ្ដាញសង្គមទាំងអស់ជួបគ្នានៅវីដេអូក្រោយបងប្អូនអរគ្នា